ប្រភេទទឹកដោះគោខាប់បងប្អូនទាំងអស់គ្នានេះទឹកដោះគោខាប់ខ្មែរយើងបងប្អូនគឺយកប្រើរបស់ថៃទេនេះទឹកស៊ីអ៊ីវនេះមានប្រហែលជា10យួរទឹកស៊ីអ៊ីវនេះប្រហែលជា10យួរដែរ1 2 3 4 5 ប្រហែល10យួរទឹកស៊ីអ៊ីវគោនេះបងប្អូនឆ្ងាញ់នេះហើយអង្គនេះមកការ៉ុងនេះដូចជា10គីឡូតាមតែដឹងបងប្អូននេះប្រហែលជា5ការ៉ុងនេះ50គីឡូដែរអញ្ចឹង50គីឡូបន្ទាប់មកយើងមានត្រីខបងប្អូនត្រីខនេះគឺត្រីខបាទ5កេះ5យួរបាទ5យួរទៀតបងប្អូននេះត្រីខខ្មែរហើយនឹងមីសួរដូចជាច្រើនកេះឥឡូវនេះគឺខ្ញុំបានមកទទួលជំនួយផ្ទាល់តែម្ដងពីអញ្ឆេងហើយតាមរយៈជំនួយនេះគឺច្រើនគួរសមដែរបងប្អូនទាំងអស់គ្នាមានច្រើនណាស់ខ្ញុំមកបញ្ជាក់ឈ្មោះបងប្អូនដែលគាត់បាទជួយជំនួយនេះមកជូនខ្ញុំឲ្យខ្ញុំដឹកទៅកាន់វីរៈកងទ័ពជួរមុខនៅខាងទឹកដីព្រះវិហារអរគុណទៅដល់ហាង You Hang Bosiga ក្រុមហ៊ុនអរគុណទៅដល់មីលីនហើយនឹងម៉ាលីសជីងហើយនឹងសៃពៅម្ចាស់ជំនួយទាំងអស់ហ្នឹងតែម្ដងដែលផ្ញើតាមរយៈអញ្ឆេងមកឥឡូវយើងមកមើលជំនួយមានអីខ្លះនេះទឹកស៊ីអ៊ីវនេះមានប្រហែលជា10យួរទឹកស៊ីអ៊ីវនេះប្រហែលជា10យួរដែរ1 2 3 4 5ប្រហែល10យួរទឹកស៊ីអ៊ីវគោនេះបងប្អូនឆ្ងាញ់នេះហើយអង្គនេះមកការ៉ុងនេះដូចជា10គីឡូតាមតែដឹងបងប្អូននេះប្រហែលជា5ការ៉ុងនេះ50គីឡូដែរអញ្ចឹង50គីឡូបន្ទាប់មកយើងមានត្រីខបងប្អូនត្រីខនេះគឺត្រីខបាទ5កេះ5យួរបាទ5យួរទៀតបងប្អូននេះត្រីខខ្មែរហើយនឹងមីសួរដូចជាច្រើនកេះបងប្អូននេះនៅក្រោយនេះប្រហែលជាជិត10កេះអញ្ចឹងមីសួរនេះប្រហែល10កេះសរុបចូលគ្នាទៅ10កេះហើយទឹកសុទ្ធវីតា1 2 3 4 5 6 7 8 9 10កេះទៀតទឹកសុទ្ធ10កេះទៀតហើយអានេះគឺជាប្រភេទទឹកដោះគោខាប់បងប្អូនទាំងអស់គ្នានេះទឹកដោះគោខាប់ខ្មែរយើងបងប្អូនគឺយកប្រើរបស់ថៃទេបាទទឹកដោះគោខាប់ខ្មែរដែលមានដូចជាមើល1កេះ2កេះ3កេះ4កេះ5កេះនៅក្រោយនេះ5ទៀតអញ្ចឹងទឹកដោះគោខាប់នេះ10កេះទៀតបងប្អូន10កេះហើយអានេះប្លែកបន្តិចខ្ញុំអត់ទាន់ដឹងថាជាស្អីគេតែខ្ញុំសួរអញ្ជើញទៅគាត់ថាដូចជាប្រេងកាឡាបងប្អូនអញ្ចឹងប្រេងកាឡាក៏សំខាន់ដែរវរៈកងទ័ពរបស់យើងគឺត្រូវការប្រើខ្លាំងមែនទែនដោយសារតែពួកគាត់ទាំងអស់គ្នាគឺគាត់នៅលើភ្នំអញ្ចឹងគាត់ត្រូវការប្រើប្រេងកាឡាដូចជាសត្វល្អិតតិចឬខាំអីគាត់អាចប្រើបានហើយមិនធំតែប៉ុណ្ណោះយើងមានស្បៀងច្រើនដែរបើសរុបទៅខ្ញុំដឹកមួយឡានអាព្រុសនេះទៅយកទៅឲ្យគាត់អញ្ចឹងវីដេអូនេះសូមពឹងបងប្អូនទាំងអស់គ្នាជួយ share មួយដើម្បីឲ្យបានទៅដល់ដៃវរៈកងទ័ពរបស់យើងដែលគាត់បានឃើញព្រោះថាមានកងទ័ពខ្លះគាត់ធ្លាប់ឆាតមកខ្ញុំពីមុនគាត់ធ្លាប់ឆាតពីមុនអញ្ចឹងទៅអ្នកដែលឆាតមកមុនខ្ញុំតែងតែយកជំនួយទៅឲ្យអ្នកខ្លះទៅឆាតមកក្រោយទៀតអត់ទាន់បានជំនួយទេអញ្ចឹងបើបងប្អូនឃើញវីដេអូនេះជួយ share ទៅដើម្បីឲ្យវីរៈកងទ័ពដែលធ្លាប់ឆាតមកខ្ញុំហ្នឹងគាត់បានឆាតមកភាសាទៀតហើយទាំងអស់នេះខ្ញុំយកទៅចែកគាត់តែម្ដងអ្នកនៅជួរមុខនៅខាងព្រះវិហារបញ្ជាក់ណាបងប្អូនព្រះវិហារមិនថាអ្នកនៅខាងប្រាសាទព្រះវិហារជាំតែអានសេះភ្នំខ្មោចឬក៏បាទមុំ3ឬក៏ភ្នំ570អីទេឲ្យតែទឹកដីខាងព្រះវិហារគឺខ្ញុំទៅប្រហែលជាថ្ងៃទី3ទី4ទី5ចន្លោះប៉ុណ្ណឹងដោយសារតែថ្ងៃទី1គឺខ្ញុំចេញទៅស្ទឹងត្រែងហើយថ្ងៃទី2ប្រហែលខ្ញុំទៅដល់ព្រះវិហារអញ្ចឹងទី3ទី4នេះខ្ញុំអាចនឹងចែកឲ្យបងប្អូនឃើញបងប្អូនឆាតមកហើយមកអ្នកធ្លាប់ឆាតពីមុនឆាតមកទៀតមកអ្នកអត់ទាន់បានតែបើអ្នកឆាតមកក្រោយបើសិនជាអត់ទាន់បានអីកុំប្រកែកប្រកាន់អីព្រោះថាជំនួយពេលដែលមានដឹកទៅហើយអញ្ចឹងអរគុណខ្លាំងមែនតើចុងក្រោយអរគុណមួយទៀតទៅដល់បងឆេងដែលបានផ្សាយជំនួយនេះមកកាន់ខ្ញុំផ្ទាល់អរគុណទៅដល់ក្រុមហ៊ុន You Hang Bosiga ក្រុមហ៊ុនហើយអរគុណទៅដល់មីលីនម៉ាលីសជីងហើយសៃពៅអរគុណទៅដល់ជំនួយទាំងអស់នេះចាំខ្ញុំយកទៅដល់ដៃតាហ៊ានហើយខ្ញុំនឹងថតបង្ហាញបងប្អូនទាំងអស់គ្នាអរគុណច្រើន